បាទសួស្តីថ្ងៃនេះខ្ញុំបង្ហាញអំពីរបៀបក្នុងការដោះ password computer បាទសម្រាប់អ្នកដែលដាក់ឲ្យអត់ចេះដោះវិញណាបាទឧទាហរណ៍តែយើងលេងត្រូវការចាក់ password ហើយយើងដោះចោលដើម្បីឲ្យអ្នកផ្សេងគេអាចខ្ចីយកទៅប្រើបានឬក៏យើងមិនចង់ lock ចូលនៅពេលយើងដាក់ password អញ្ចឹងយើងដោះវិញឲ្យវាទៅទេស្អាតអត់មានជាប់អីអញ្ចឹងណាតោះដោយសារតែវីដេអូមុនខ្ញុំដាក់ទៅមានអ្នកសួរណាខ្ញុំរៀនពីរបៀបដាក់និងរបៀបបដូរនៅរបៀបដោះឡើងវិញអញ្ចឹងខ្ញុំបញ្ជាក់បន្តិចទៅក្នុងការដោះដាក់នេះគឺអ្នកទាំងអស់គ្នាត្រូវចាំ password ដែលយើងដោះដាក់ទូរស័ព្ទយើងអញ្ចឹងណាបាទអញ្ចឹងអូខេតោះដើម្បីចូលបានយើងចុចបាននៅលើពាក្យថា setting មកបងប្អូនចុចឡើង Windows របស់យើងឬក៏យកពាក្យ setting នេះមកបាទក្នុង Windows 10ក៏មានដូចគ្នាណា10នៅជ្រុងកន្លែងទៅនេះបាទយកពាក្យ setting ដូចគ្នាមកបាទបន្ទាប់មកយើងយកពាក្យថា account បងប្អូនណា account បាទក្នុង Windows 10ក៏មានដែរ account ដូចតែគ្នាទេណាបងប្អូនណាបាទបន្ទាប់មកយកពាក្យថា sign in option បាទចុចកន្លែងនេះដែរបាទបន្ទាប់មកយើងមកកន្លែង password របស់យើងនេះឈប់ខ្ញុំរកមើលសិនកំតន់អូខេជិះមើល sign in with account password បាទសួស្តីបងប្អូនអរគ្នាបាទក្រុងប៉ែប៉ែបាទចង់បានកុំព្យូទ័របាទមកទឹកស្រុកក្រៅគុណភាពល្អសម្រាប់យកឲ្យកូនរៀនធ្វើការ office ឬក៏កាត់ត design បានមួយចំនួនអីយើងមកមើលបាទដែលមាននៅ real computer បាទសេដ្ឋាននៅក្រុងប៉ែប៉ែនៅខាងជើងបាទខ្លងទ្វីវថ្មី100ម៉ែត្របងប្អូនអរគ្នាអាចតាក់ទងតាម page ឬក៏ Telegram បាទ076បាទការ៉េ5 294បាទកន្លែងរូបកូនសោនឹងមកបាទតែមកវាមានពាក្យឲ្យយើង change អញ្ចឹងយើងចុចលើ change ហ្នឹងមកបាទបន្ទាប់មកយើងដាក់ password ដែលយើងកំពុងដាក់បច្ចុប្បន្នដែលវាជាប់បច្ចុប្បន្នហ្នឹងឥឡូវខ្ញុំដាក់ password របស់ខ្ញុំដោយសារកុំព្យូទ័រខ្ញុំជាប់ password ដែរបាទនេះ password របស់ខ្ញុំអញ្ចឹងខ្ញុំដាក់ password អាចាស់យើងចេញសិនចុច next មកបាទបន្ទាប់មកនេះវាឲ្យយើងដាក់ password ថ្មីអញ្ចឹងបើយើងមិនចង់ដាក់ទេយើងចង់ដោះ password បាទអាហ្នឹងយើងមិនបាច់ដាក់អីទាំងអស់បងប្អូនណាយើងគ្រាន់ចុច next មកវានឹងមិនជាប់ password ទេលើក្រោយណាចុច next មកហើយយើងចុច finish មកជាប់បាទអញ្ចឹងវានៅកន្លែងរូបកូនសោនេះវាឲ្យយើងមានពាក្យថា add អញ្ចឹងមានថាអត់ជាប់ password ទេណាបាទអញ្ចឹងអ្នកទាំងអស់គ្នាអាច lock ហើយបើកឡើងវិញមកបានដូចគ្នាជាមួយខ្ញុំ lock សិនបាទ slip ក៏បានដែរ